ក៏មកខាត់ពេលវេលាយូរយើងចូលទៅដល់សាច់រឿងទី1របស់យើងចារឿងហ្នឹងនិយាយទៅថាយើងខូចចាស់ខ្ញុំស្រឡាញ់គ្នារហូតដល់2011ហ្នឹងក៏អ្នកផ្ទះចាប់ផ្ដើមពេញចិត្តហើយប៉ុន្តែវាឧបសគ្គត្រង់ថាខាងប្រុសគាត់ជួបឧបទ្ទវហេតុស្លាប់ចឹងណាថ្ងៃដែលគាត់ស្លាប់ហ្នឹងពួកយើងជិះម៉ូតូគាត់ដឹកខ្ញុំចេញពីរៀនព្រោះខ្ញុំរៀនយប់ហ៎បាទអញ្ចឹងដឹកដើរលេងជិះម៉ូតូអីអញ្ចឹងទៅនៅក្នុងទីក្រុងភ្នំពេញឬចានៅភ្នំពេញហ្នឹងហ្មងយើងអ្នកភ្នំពេញដូចគ្នាបាទជីដើរលេងនិយាយគ្នានិយាយអីចឹងទៅសន្យាអីចឹងណាគាត់ក៏ប្រាប់ខ្ញុំថាក្នុងកើតហេតុហ្នឹងគឺក្នុងឆ្នាំ2011ខែ6ហ្នឹងហ្មងតែចុងខែថ្ងៃដែលគាត់ស្លាប់ហ្នឹងបាទពេលចឹងគាត់ថាគាត់អត់ចង់ជាប់ពាក្យអីញញ៉ៃច្រើនទេគាត់ព្រោះគាត់អត់មានម៉ាក់ប៉ាទេគាត់កូនកំព្រាតែគាត់ថាជីវភាពគាត់ធូរធារជាងខ្ញុំអញ្ចឹងណាបាទគាត់ថាឲ្យយាយទៅផ្ទះអញ្ចឹងទៅហើយយើងសម្រាប់ថាណាត់គ្នាការអញ្ចឹងទៅក្នុងយប់ហ្នឹងនិយាយអញ្ចឹងហើយក៏សត្វតគាត់ឲ្យខ្ញុំហ្នឹងស្បត់ព្រោះអីធម្មតាក្មេងៗវាទៅយើងក្មេងហ្មងយើងអត់បាទគាត់មនុស្សគាត់គឺខែប្រច័ណ្ឌហួងហែងហ្មងគាត់គឺនិយាយថាស្រឡាញ់សឹងថាដូចនិយាយទៅគឺគាត់ស្រឡាញ់ខ្លាំងស្ទើរលេបហ្មងស្នេហ៍គ្នាដំបូងចាដល់ពេលអញ្ចឹងទៅខ្ញុំក៏ស្បត់មួយគាត់តែពេលដែលជិះម៉ូតូហ្នឹងកញ្ចក់ម៉ូតូវាមូលឃើញតែខ្ញុំទេអត់ឃើញគាត់ទេបងមើលទៅក្នុងកញ្ចក់ហ្នឹងអត់ឃើញអ្នកបើកទេឃើញខ្លួនឯងតែខ្ញុំអត់ពេលហ្នឹងយើងអត់ចាប់អារម្មណ៍ទេខ្ញុំអត់ចាប់អារម្មណ៍គាត់ក៏ជូនខ្ញុំដាក់ផ្ទះតែដល់ពេលជូនដាក់ផ្ទះហើយគាត់ក៏ខំមកខ្ញុំថាមិត្តភ័ក្ដិខានជួបគ្នាយូរហើយគាត់ហៅទៅផឹកអញ្ចឹងខ្ញុំថាអូខេទៅចុះពីមុនមនុស្សខ្ញុំគឺពិបាកហ្មងអត់បានទេខ្ញុំអត់ឲ្យទៅដាច់ខាតហ្មងតែខ្ញុំគិតថាទោះបីជាខ្ញុំខាត់គាត់ណាក៏គាត់ត្រូវតែមានរឿងអីមួយផ្សេងដែរយប់ហ្នឹងគឺខ្ញុំឲ្យគាត់ទៅយ៉ាងស្រួលហ្មងអត់មាននិយាយអីអាក្រក់អីថាអីគាត់ទេព្រោះដងគឺខ្ញុំថាតែអត់គឺអត់ហើយខ្ញុំនិយាយអញ្ចឹងហ្មងព្រោះខ្ញុំកាចយល់ចាដល់ពេលហើយម៉ោង2:10យប់ខ្ញុំអត់បានខលទៅគាត់ទៀតទេដូចជាគាត់ខលមកខ្ញុំមួយម៉ាត់បងស្រឡាញ់អូនអញ្ចឹងខ្ញុំក៏ឆ្លើយទៅវិញអូនស្រឡាញ់បងហើយពីរនាក់ខ្ញុំអត់ចេះនិយាយអូនបងទេពួកយើងរៀនមួយគ្នាមិត្តភក្តិគ្នាមកស្រឡាញ់គ្នាអញ្ចឹងវាពិបាកត្រង់អាពីអូនបងហ្នឹងណាយល់ចាស្រាប់តែពេលម៉ោង12យប់ហ្នឹងបងស្រីខ្ញុំហ្នឹងណាគាត់លឺសលេងគាត់ស្រែកឲ្យជួយផងខ្ញុំអត់មានលឺអីទេឲ្យហេតុទៅបងស្រីខ្ញុំមកបានន័យថាសំឡេងរបស់ដៃគូរបស់បងស្រែកឲ្យបងស្រីបងលឺចាតែគាត់ពងនៅកន្លែងញ៉ាំអីហ្នឹងទេស្រាប់តែម៉ោងប្រហែលជា4គាត់ស្លាប់4ទៀតភ្លឺហើយខ្ញុំអត់ជឿទេគេទេមកប្រាប់អីក៏ខ្ញុំអត់ជឿដែរអត់ជឿទាំងអស់ឧបទ្ទវហេតុនោះកើតបែបណាដែរបងគេវាយពីក្រោយព្រោះជំនាន់ហ្នឹងយើងមិនបាក់ស្មានទោះបីជាយើងល្អតែស្ទីលវាយគ្នាគេថាយើងអាក្រក់អីព្រោះដោយសារការហ្នឹងគាត់ឈប់រៀនអញ្ចឹងនៅរៀនតែខ្ញុំទេខ្ញុំរៀនតលបាក់អាយុប្រហែលប្រហែលដែរបង20ស្ដើងយល់ចាមានរឿងហ្នឹងក៏មិនមែនរឿងយើងទៀតគេវាយច្រឡំសារព័ត៌មានក៏ចោះដែរអញ្ចឹងខ្ញុំអត់បានដឹងរឿងអីរហូតដល់ម៉ោង5បានច្បាស់ហ្មងម៉ោង5ទៀតភ្លឺហ្នឹងខ្ញុំអត់ជឿទៀតខ្ញុំក៏ទេសួរអ្នកផ្ទះគាត់ឲ្យគាត់ទៅមើលអញ្ចឹងណាទៅមើលអត់ឃើញមិត្តភក្តិខ្ញុំម្នាក់ទៀតខំមកប្រាប់ថាខូចហើយនៅកាឡាម៉ែតពេលដែលខ្ញុំទៅដល់ហ្នឹងនិយាយទៅខ្ញុំអស់ហលីងហ្មងព្រោះខ្ញុំតស៊ូស្រឡាញ់គ្នារហូតដល់បានជោគជ័យណានិយាយគម្រោងឲ្យអស់ហើយខ្ញុំអស់ហលីងមនុស្សនៅលើហ្វ្រង់កានៅអាកន្លែងដង្កល់សពហើយបាទឈាមហូរឡើងស្រោចពេញហ្នឹងតែភ្នែកគាត់បិទអត់ចិត្តទេភ្នែកឆ្វេងបិទអត់ចិត្តហ្មងទោះបីខ្ញុំខ្ញុំនិយាយមិនក៏ដោយបិទអត់ចិត្តទាំងអស់ខ្ញុំថើបខ្ញុំនិយាយមិនក៏អត់ចិត្តដែរបិទមកជាហ៊ានបើកមកចានៅតែបើកចឹងរហូតដល់ខ្ញុំថានិយាយពាក្យអាក្រក់ស្ដាប់តិចណាបងណាអសរោតិចបើអត់បិទទេអញទុកនៅហ្នឹងហើយអញទៅផ្ទះចោលហើយបិទចិត្តហើយបានយើងហៅអាចារ្យហៅអីទៅដាក់ឡានពេទ្យមកផ្ទះប៉ុន្តែពេលដែលនិយាយហ្នឹងគឺដៃអាវខ្ញុំដៃវែងណាប្រឡាក់ឈាមគាត់ឡើងហេដល់នេះដល់កែងដៃនេះអញ្ចឹងខ្ញុំអត់ប្រាប់អ្នកទេទេខ្ញុំលាក់អាវហ្នឹងខ្ញុំទុកជាប់ខ្លួនខ្ញុំរហូតហ្មងយល់ហើយចាហើយប៉ុណ្ណឹងមកគឺយល់ហ្មងចាព្រោះអី
យើងតស៊ូច្រើនដែរ បាទយល់ ចាដល់ពេលចិត្តដល់ថ្ងៃបូជាគាត់ចូលព្រោះអីគាត់ស្លាប់ចំថ្ងៃគេអត់បូជាទេ បាទថ្ងៃរឹង ចាដូចជាទុកបាន3ថ្ងៃ4ថ្ងៃដែរដល់ពេលអញ្ចឹងទៅម៉ាក់ក្មេកបងស្រីខ្ញុំគាត់ថាអញ្ចឹងដូចអត់ស្រួលទេប្រហែលជាគាត់មើលដឹងណាបងគាត់ថាខ្ញុំទៅស្រោចទឹកវត្តទឹកខ្លាយើងហ្នឹង បាទ ថាដែលលោកស្រោចឲ្យហ្នឹងលោកហាមអត់ឲ្យខ្ញុំយកមកពាក់វិញទេ បោះចោល ស្រោចភ្លាមដូរភ្លាមបោះចោលនៅវត្តហ្នឹងហ្មងអញ្ចឹងអត់តន់អីណាបងគ្រាន់តែរៀងព្រឺខ្នងបន្តិចព្រឺឆ្អឹងខ្នងឯងពេលដែលស្រោចទឹកហ្នឹងណាពេលដែលខ្ញុំមកផ្ទះនេះខ្ញុំត្រូវផ្លាកអាវដើម្បីទៅរោងបនវិញ យល់ ព្រោះស្អែកឡើងយើងបូជាបងអើយមកស្រស់ហ្មងខាងក្រោយខ្នងហ្នឹងហ្មងលិចជារូបរាងមករបៀបដៃកាន់នៅស្មាយើងណាខ្ញុំអត់ចាំយូរទេវាស្រស់ពេកកសែងរត់ចុះទៅក្រោមផ្លាកអាវសិនចាំគិតទៀតហើយអត់ប្រាប់អ្នកផ្ទះទៀតអត់និយាយអីទាំងអស់ព្រោះខ្ញុំខ្លាចអ្នកផ្ទះខ្លាចព្រោះដោយសារគាត់ចេញចូលផ្ទះខ្ញុំដែរ យល់បានន័យថានៅពេលហ្នឹងបងកំពុងតែមុជទឹក ផ្លាកអាវហើយ ផ្លាកអាវហើយកំពុងតែផ្លាកអាវហ្នឹងគឺ ចា មានដៃពីរមកកាន់ស្មាបង ចាកាន់ហើយធម្មតាបើយើងនិយាយប្រាប់គេអត់សូវយល់គេថាឃើញមិនអីមិនអញ្ចឹងយើងពិបាកតែខាងក្រោយខ្នងហ្នឹងគឺលិចជារូបរាងឲ្យយើងឃើញហ្មង ទាំងមុខទាំងអីទាំងអស់ អត់បានឃើញមុខទេតែចេញជារូបរាងហ្មងខាអាវដឹងថាខាអាវដែលស្លាប់ហ្នឹងហ្មង បាទ របៀបថាអោបពីក្រោយលុកដៃមកអោបយើងអញ្ចឹងនិយាយថាកុំខូចចិត្តអីអញ្ចឹងលួងលោមអញ្ចឹងណាបងខ្ញុំអត់ចាំយូរតាំងកសែងខ្ញុំចុះទៅក្រោមផ្លាកអាវបន្ទប់បងខ្ញុំវិញ បាទ អញ្ចឹងរំលងរហូតអត់តន់អីដល់7ថ្ងៃធម្មតា7ថ្ងៃយើងមានសូត្រមន្តពីល្ងាចហើយស្អែកឡើងមកផឹកទៀត បាទ ពេលមកផឹកនោះយើងអស់កម្លាំងយើងធ្វើអីហើយអស់ហើយអស់កម្លាំងខ្ញុំក៏គេងលើខែនៅផ្ទះគាត់ហ្នឹងណាព្រោះខ្ញុំចេញចូលផ្ទះគាត់ស្រីអត់តប៉ាម៉ាក់ខ្ញុំទេ បាទ ចាឃើញមនុស្សបន្ទោចជង្គង់អង្គុយចង់ជើងយើងហ្នឹងហ្មងយំតែអត់ដឹងរៀបរាប់វាថាយើងស្ដាប់អត់យល់ថាគាត់និយាយពីអីគាត់គ្រាន់តែប្រាប់យើងថាគេដាក់ពីក្រោយគាត់មកហ្មងគេវាយក្បាលគាត់ បាទ ចាគាត់ប្រាប់តែប៉ុណ្្នឹងហើយយំតែស្រាក់ដល់ពេលខ្ញុំបើកភ្នែកអស់ទៅឃើញមនុស្សអីទេអត់ហើយខ្ញុំអាវាថានឹកអលឹកអញ្ចឹងខ្ញុំអាសាទៅលេងផ្ទះគាត់គេអញ្ចឹងណាបងចិនការចេញធ្វើការទៅគេងអញ្ចឹងគេងមើលអាខាងលើអញ្ចឹងឃើញអង្គុយបន្ទោចជង្គង់មុខលើក្បាលយើងហ្នឹងហ្មងក៏មានដែរក្នុងបន្ទប់ទឹកក៏មានឃើញរហូតទៅណាឃើញហ្នឹងហើយបើជិះម៉ូតូវិញម៉ូតូជិះតែឯងតែដូចជិះម៉ូតូ2នាក់អញ្ចឹងបើខ្ញុំជិះផ្លូវស្ងាត់វិញគឺព្រឺឆ្អឹងខ្នងហ្មងអាចថាមកពីខ្ញុំទុកអាវដែលមានឈាមគាត់ណាគាត់នៅតែតាមអញ្ចឹងណាតាមខ្ញុំរហូតខ្ញុំទៅណាខ្ញុំឃើញហ្នឹងជួនកាលឃើញរូបរាងស្រស់អឺតមកផ្លែតក៏មានដែរអាកអាវដែលគាត់ស្លាប់ហ្នឹងឃើញរហូតឃើញបើក្នុងយល់សពវិញគឺអត់ដែរឲ្យខ្ញុំយល់សពល្អទេជីមួយគ្នាអញ្ចឹងចូលកុងតឺន័រជីទុកមួយគ្នាអញ្ចឹងតម្លាក់ចូលទឹកហើយសួរយើងទៅនៅអត់ទៅនៅមួយអត់សួរខ្ញុំអញ្ចឹងខ្ញុំថាអត់ទេម៉ាក់ប៉ានៅចងងទៅណានៅមើលថែម៉ាក់ប៉ាអត់ទៅទេអញ្ចឹងខ្ញុំកាត់មកកន្លែងហូម7ថ្ងៃនឹងបន្តិចបងជន់រូបក៏ទៅបញ្ជន់រូបណាបាទ ព្រោះអីខ្ញុំអត់ដឹងថាឥឡូវហ្នឹងគេនៅជឿរឿងហ្នឹងទៀតឬក៏អត់ទេណា បាទ ប៉ុន្តែពេលហ្នឹងគាត់ស្លាប់បានដូចជាអត់ដល់កន្លះខែទេបងប្អូនគាត់ក៏នាំគ្នាទៅបញ្ជន់រូបបនដែលធ្វើទាំងម៉ានអត់បានដល់គាត់ទេដោយសារអីគាត់ខ្មោចតៃហោងអញ្ចឹងត្រូវធ្វើម្ដងទៀតទៅចត់ព្រលឹងគាត់ពីកន្លែងដែលគាត់ស្លាប់ហ្នឹងយកមកតែឲ្យមិនធ្វើបនម្ដងទៀតត្រូវសែនមិនអញ្ចឹងណាខ្ញុំអត់សូវចាំដែរព្រោះវាយូរដែរអញ្ចឹងណាបងបាទ តែពេលបញ្ជាន់រូបហ្នឹងសំលេងគាត់រូបរាងគាត់ទាំងអស់ដូចទាំងអស់គាត់សួរមុនគេក៏សួររកពូគាត់សួរអស់ហើយបានសួររកខ្ញុំដល់វគ្គខ្ញុំម្ដងឲ្យបងសុំទោសជាតិហ្នឹងយើងអត់បានជួបគ្នាតែបងសងជួបអូនឯងគ្រប់ជាតិហ្នឹងគាត់ណាតែសម្រាប់ខ្ញុំក្នុងចិត្តខ្ញុំគិតហើយស្រេចអត់ទេខ្ញុំអត់ជួបទៀតទេព្រោះវាឈឺចាប់វាពិបាក
ផ្លិចវាពិបាកបំភ្លេចហ្មងអញ្ចឹងខ្ញុំថាបាច់ទេក្នុងចិត្តខ្ញុំតែខ្ញុំអត់និយាយទេអាពេលហ្នឹងខ្ញុំគាត់ថាបាច់ជួបគ្នាទៀតទេបើយើងជួបគ្នាហើយអត់ដល់ចុងដើមអញ្ចឹងអត់ទេខ្ញុំអត់ជួបទេខ្ញុំសុំជួបតែត្រឹមជាតិនឹងបានហើយនៅអត់តន់អីទៀតអញ្ចឹងណាបងដល់ពេលអញ្ចឹងរៀងយូរដែរខ្ញុំក៏រៀងដាច់ខ្សែរយៈពីគាត់អញ្ចឹងតែបើថាបនទៀនអីខ្ញុំអត់ដែរភ្លេចទេខ្ញុំហៅអត់ទើរហូតដល់តែពេលចូលដល់ឆ្នាំខ្ទង់2017 2018និយាយទៅគាត់នៅតាមខ្ញុំរហូតអញ្ចឹងណាបងប៉ុន្តែមិនមែនថាលក្ខណៈតាមចេញជារូបរាងអីយើងខ្លាចទេគាត់អត់មានធ្វើអីឲ្យខ្ញុំខ្លាចទេគាត់របៀបថាពេលណាដែលយើងទៅណាម្នាក់ឯងអញ្ចឹងឲ្យហេតុយើងដឹងថាកុំទៅផ្លូវហ្នឹងអញ្ចឹងយើងជិះទៅវិញបាទឬក៏មានរឿងអីអញ្ចឹងឲ្យយើងជាលឿនឬក៏មិនអីអញ្ចឹងណាប្រាប់យើងដូចការពារអញ្ចឹងចាគ្រាន់ថាគាត់រៀងការពារយើងបន្តិចកន្លែងហ្នឹងអញ្ចឹងណាមិត្តភក្តិខ្ញុំទេមកថាវាមកបញ្យល់សពអាមួយទៀតប្រាប់អញ្ចឹងណាថាបើចង់ធ្វើបន់ឲ្យវាពួកម៉ាក់ឲ្យបាំងស្គរជាមួយលោកបណ្ដាល់វាក៏ប្រាប់ចឹងអញ្ចឹងខ្ញុំថាឯងប្រាប់គ្នាឯងទៅបើសម្រាប់ខ្ញុំដឹងហើយរឿងអត់ទឹះរឿងអីខ្ញុំចេះអស់ហើយខ្ញុំនិយាយចឹងណាធ្វើបន់មួយម៉ែអត់ទឹះឲ្យក៏ដល់ដែរខ្ញុំប្រាប់អញ្ចឹងណាតន់អីទេដល់តាពេលដូចជាកាលហ្នឹងខ្ញុំនៅផ្ទះវិញស្រេងខ្ញុំអង្គុយលេងចានស្រស់ហ្មងអឺតមើលយើងអញ្ចឹងហើយលុបទៅវិញបាត់តែអត់មានលក្ខណៈចេញមកជាឈាមអីដូចអាការគាត់ស្លាប់ទេណាអត់ទេគឺស្អាតបាតហ្មងបាទដល់តែយូរទៅខ្ញុំចាប់ផ្ដើមលែងខ្លាចហើយខ្ញុំចាប់ផ្ដើមរៀងថាប្អូនគាត់ប្រាប់ដែរថាហាមដាច់ខាតឲ្យទុករបស់គាត់ទេបើទុកគាត់អត់ទៅចាប់ជាតិទេស្ងប់តែបងប្អូនគេក៏ទៅបញ្ចន់រូបគេថាទៅចាប់ជាតិបាត់ហើយតែខ្ញុំអត់ដឹងទេណារហូតដល់ឆ្នាំ2022បាទខ្ញុំសម្រេចចិត្តបោះចោលអាវហ្នឹងអូចង់ទុំថ្មីនេះដែរចាតែបើនិយាយទៅមិនចោលបានប្រហែលឆ្នាំនេះទេបាទតែនៅតែឃើញនៅតែដឹងនៅតែលឺមកឲ្យយើងឃើញអញ្ចឹងនៅផ្ទះនៅអីចឹងនៅតែឃើញអញ្ចឹងណាបងមកដល់បច្ចុប្បន្ននេះហ្នឹងបាត់ហ្មងដល់ពេលយូរទៅដល់ឆ្នាំ2024នេះអាហ្នឹងសាច់រឿងពិតហ្មងខ្ញុំមុនស្គាល់គ្រូសាខ្ញុំក្រោយហ្នឹង3ថ្ងៃដោយរបៀបថាពីមុនមកគាត់នៅតាមហ្នឹងដោយសារចេះយើងអត់មានក្តីសុខជួបអ្នកណាក៏វាថាយើងអត់មានក្តីសុខផ្លូវចិត្តហ្មងគឺជួបវាអត់សមប្រកបទេហ្មងអត់សមប្រកបសឹងទាំងអស់អញ្ចឹងគាត់នៅតាមតែគាត់បញ្យល់សពថារបៀបថាបើនៅឋានហ្នឹងវាគ្មានក្តីសុខទេមកនៅមួយបងមកគាត់ព្យាយាមមកយកយើងទៅតែអាចថាមកពីខ្ញុំអត់សូវចេះខ្លាចដែរខ្ញុំពីនៅពេលនៅរស់ក៏ខ្ញុំអត់ខ្លាចដែរយល់អញ្ចឹងពេលស្លាប់ទៅខ្ញុំអត់សូវខ្លាចដែរដល់តែឆ្នាំ2024នេះក្នុងខែ7ខ្ញុំមុនស្គាល់គ្រូសាខ្ញុំហ្នឹងគាត់មកបញ្យល់សពម្ដងទៀតថាជិះម៉ូតូដើរលេងមួយគ្នាអីអញ្ចឹងទៅស្រាប់តែគាត់ឡើងទៅលើស្ពានមួយគាត់និយាយអញ្ចឹងប៉ុនដែលខ្ញុំបានធ្វើឧទ្ទិសឲ្យគាត់ទាំងប្រមាណណាគាត់ទទួលបានទាំងអស់ហ្មងហើយអូនឯងជួបមនុស្សល្អហើយបងលីអូនឯងបាត់តាំងពីនោះមកហូតដល់ឥឡូវហើយខ្ញុំអត់នឹកស្មានតែខ្ញុំស្គាល់គ្រូសាខ្ញុំក្រោយទេបងអត់នឹកស្មានហ្មងសឹងតែលក្ខណៈចរិតលក្ខណៈហ្មង 80% គឺគាត់ដូចអ្នកមុនដូចគ្នាដូចបេះដាក់ហ្មងរហូតដល់ឥឡូវនេះគឺខ្ញុំអត់ដែរឃើញគាត់ទេសំបីយល់សពថារឿងផ្សេងយើងអាចជួបអញ្ចឹងណាបងតែបើសម្រាប់គាត់ខ្ញុំគិតថាបនដែលខ្ញុំបានធ្វើអ្វីដែលខ្ញុំបានលះទៅអស់ហ្នឹងគាត់ទទួលអស់ហើយអញ្ចឹងគាត់អស់ការពារមួយខ្ញុំអញ្ចឹងណាបាទដូចថាគាត់សុខចិត្តប្រឡែងខ្ញុំហើយគាត់លែងតាមការពារខ្ញុំទៀតហើយតែបើសិនជាខ្ញុំអត់មានក្តីសុខទេគាត់អាចនឹងថ្ងៃណាមួយយកបាទយកយើងទៅតែរឿងនេះខ្ញុំជិះយាមប្រាប់អ្នកផ្ទះតែអត់មានអ្នកណាស្ដាប់ខ្ញុំអត់ជឿខ្ញុំទេយល់ចាសាច់រឿងទី1នេះចាប់ត្រឹមប៉ុណ្នេះទៅចាយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់សាច់រឿងទី1នេះក៏ពិតតែសាច់រឿងរបស់បងនេះវាពិសេសត្រង់ថាសាច់រឿងមួយនេះស្ថិតនៅក្នុងលំនាំស្នេហាដែលបាត់មកខាងចាពាក្យច្រើនគឺស្ថិតនៅក្នុងលំនាំបែបហ្នឹងទាស់ត្រង់ថាថ្ងៃនេះមានអ្នកបកស្រាយពីរឿងមួយហ្នឹងអ្វីដែលខ្ញុំចាប់អារម្មណ៍គឺក៏ពិតទៅគាត់តាមបុគ្គលម្នាក់ទៀតតាមបង
អានេះជាមតិរបស់ខ្ញុំណាបងប្អូនយល់បែបណាបងប្អូនអាច comment ពីក្រោមវីដេអូអាចមិនមែនដោយសារតែកៅអៅទេដោយសារតែចំណងចិត្តស្រឡាញ់រហូតដល់គាត់ឲ្យស្បត់ឲ្យអីចឹងណា ចា ដែលករណីមួយដែលថាស្រឡាញ់ស្ទើរលេបស្នេហាក្មេងខ្ចីស្នេហាលើកដំបូងណា ចា អញ្ចឹងអាចិត្តដែលដកនឹងនៅពេលដែលគាត់វិនាទីចុងក្រោយគាត់នៅតែគិតថាសង្សារអញនៅចាំអញអញ្ចឹងហើយទៅបានវាមានការដិតដាមបូករួមជាមួយនឹងអាយដែលប្រឡាក់ឈាមដែលបងរក្សាទុកនឹងផងដែរ ចា វាអស្ចារ្យសាច់រឿងដោយសារតែការស្រឡាញ់ដោយសារតែហួងហែងក៏ប៉ុន្តែករណីមួយនេះមិនមែនសម្រាប់តែស្នេហាទេសម្រាប់មនុស្សដែលស្រឡាញ់របស់ណាមួយអញ្ចឹងហើយដែលបងប្អូនចាប់អារម្មណ៍ថាមិនក៏មនុស្សតាមរបស់អញ្ចឹងឧបមាបងប្អូនទិញកៅអីមកទឹកមកតាមកៅអីហ្នឹងហ្មងព្រោះថាស្រឡាញ់មុននឹងចែកឋាននឹងស្រឡាញ់ចិត្តស្រឡាញ់ហ្នឹងហើយដែលធ្វើឲ្យគាត់ជាប់នៅត្រង់ចំណុចនេះតែខ្ញុំចង់រំលឹកនៅចំណុចមួយដែលវាពិសេសមែនតើវាពិសេសវិសាលត្រង់ថាបងប្រាប់ថាបងប្រុសនៅក្នុងសុបិននៅលើស្ពានមួយហ្នឹងគាត់បានប្រាប់បងថាបុណ្យទាំងអំបាលមានដែលបងបានសាងគាត់ទទួលបានបរិបូរណ៍ណាស់ ចា តើបងបានធ្វើអ្វីខ្លះបងអាចរៀបរាប់បានទេបន្ថែមពីលើនេះទៀតតើទឹកចិត្តរបស់បងវិធីសាស្ត្រដែលបងធ្វើក្នុងការបញ្ជូនបុណ្យតើបងធ្វើបែបណា ជាមួយប្រសងនិយាយទៅពីមុនខ្ញុំមានពេលវេលាច្រើនអញ្ចឹងមិនថាខ្ញុំទៅណាឲ្យតែខ្ញុំបានធ្វើបន់ឬធ្វើទៀនគឺខ្ញុំតែអត់ទិសខ្ញុំសូត្រធម៌មុនហើយបានខ្ញុំអត់ទិសហៅតាមក្រោយហើយខ្ញុំស្ដាប់តនបងនិយាយរឿងមិនថាជូនបន់តអ្នកស្លាប់ទេមនុស្សខ្ញុំជូនបន់ដែរ បាទ ប្រែតគ្រុឌអសូរកាយគឺខ្ញុំជូនទាំងអស់ហើយពាក្យច្រើនខ្ញុំធ្វើបន់ជាមួយនឹងម៉ាក់ប៉ាហើយនឹងអ្នកមានសិល បាទ ហើយឲ្យតែធ្វើគឺខ្ញុំអត់ទិសឲ្យគាត់ជានិច្ចហៅគាត់ជានិច្ចមកសំបីតាឥឡូវខ្ញុំថាកុំឲ្យអភ័ព្វទៀតកុំឲ្យជាតិនឹងកើតមកប្រត់ប្រាស់ប៉ាម៉ាក់ហើយស្លាប់ខ្លួនទាំងវ័យក្មេងទៀតខ្ញុំតែងតែជូនបន់ចឹងហើយខ្ញុំហាមអាពេលនៅរស់ហ៎បងខ្ញុំហាមគាត់ចូលចិត្តអុចយោយើងនឹងហើយអុចលើសម្ោចតកៅលេងមុខខ្ញុំហ្មងខ្ញុំថាម៉ាក់ប៉ាយាយតាខ្ញុំអត់ដែរឲ្យធ្វើអញ្ចឹងទេ យល់ ខ្ញុំរងថ្ងៃសូម្បីតែមុះមួយខ្ញុំហ៊ានវាយហ្នឹងសុខចិត្តផ្លុំដល់ពេលខ្ញុំថាកុំអញ្ចឹងជាតិហ្នឹងយើងបែកបាក់អញ្ចឹងក៏ដោយសារយើងធ្វើអញ្ចឹងដែរខ្ញុំមិនដឹងថាចិត្តមុខទេគាត់ធ្វើអញ្ចឹងទេឬក៏អត់ទេតែខ្ញុំអាសាដាស់តឿនណាសូម្បីតែពេលអត់ទិសប៉ុនហ្នឹងក៏ខ្ញុំនិយាយដែរហើយភាគច្រើនប៉ុនដែលខ្ញុំធ្វើឲ្យគាត់គឺជាមួយប្រសង់បានដល់គាត់ខ្លាំងព្រោះគាត់តៃហោងហ៎បង បាទ ចាមានតែប្រសង់ឯងបានដល់គាត់ខ្លាំងព្រោះពេលដែលយើងធ្វើបន់ហើយយើងទៅប្រជន់រូបហ្នឹងគឺគាត់ថាអត់ដល់ទាំងអស់ខ្ញុំចង់ថាចែថ្ងៃហ្នឹងគឺញ៉ៃខ្ញុំដឹងហ្មងឲ្យហេតុខ្ញុំដឹងថាអារម្មណ៍ថាបន់ហ្នឹងអត់ដល់ទេព្រោះអាចារ្យល្ងាមល្ងៅពេលហ្នឹងញ៉ៃហ៎បងដោយសារបងប្អូនគាត់នៅក្មេងៗ បាទ ហើយអត់មានប៉ាម៉ាក់ទៀតអញ្ចឹងពេលហ្នឹងវល់ទាំងអស់គ្នាហ្មងដឹងតែអ្នកផ្ទះខ្ញុំទេដូចខ្ញុំខ្ញុំចេះធေါ်តាំងពីក្មេងមកតាខ្ញុំបរៀនអញ្ចឹងណាតាខ្ញុំបរៀនផងយាយខ្ញុំបរៀនផងម៉ាក់បរៀនផងយើងចេះមើលពធមើលអីចឹងស្ដាប់ធម៌ទេសនាអីចេះអីចឹងណាបង បាទ អញ្ចឹងយើងដឹងតានាងត្រឡប់ធ្វើបន់ថាយ៉ាងម៉េចមិនដល់យ៉ាងម៉េចមិនដល់អីយើងដឹង បាទ សូត្រមិនអីចឹងពេលដែលដាក់បាតលោកអីយើងត្រូវសូត្រមិនអីចឹងណា បងអាចប្រហែលបានទេ ភាគច្រើនខ្ញុំសូត្រអ៊ីទាំងវោញាតិណាំងហោនតុសុកតាហោនតុញាតិ បងជួយ យា និយាយលឺតិចបានទេបង ភាគច្រើនខ្ញុំនិយាយណាអ៊ីទាំងវោញាតិណាំងហោនតុសុកតាហោនតុញាតិយាវសូមបនដែលខ្ញុំបានធ្វើនេះដល់ប្រែតមនុស្សជីដូនជីតាកងម៉ាយាយតាទាំងអស់គ្នាហើយពេលដែលខ្ញុំមកពីបនអីចឹងទេវតាជំនាញផ្ទះទេវតាម្ចាស់ទឹកម្ចាស់ដីគឺខ្ញុំជូនបនរងខ្ញុំជូនបនហ្មង បាទ គឺខ្ញុំទៅជូនបនគេខ្ញុំទៅគោរពគេដាច់ខាត បាទ ចាមុនមកក៏ខ្ញុំសុំគាត់ដែរ បងអាចប្រហែលកន្លែងនឹងជូនប្រិមិត្តបាន ព្រោះអីមុនខ្ញុំមកហ្នឹងគឺខ្ញុំដុតមួយគាត់ខករហូតខកខ្លាំងមែនតើរហូតដល់ខ្ញុំសម្រេចចិត្តថាអូខ្ញុំដល់អុចធុកអីមែនតើខ្ញុំអុចធុកមែនព្រលឹមឡើងខ្ញុំងប់អុចធុកមុនគេហ្មងខ្ញុំនឹកឃើញមុនគេខ្ញុំថាចាសូមឲ្យថ្ងៃហ្នឹងបានសម្រេចកូនចៅឡើងpodcast និយាយរឿងពិតទេ កូនចៅអត់មាននិយាយរឿងបណ្ឌិតទេមកបានមែនសម្រេចមែន ខ្ញុំជឿរឿងបនបាបការបែកបាក់ការសម្លាប់គេបែកបាក់គេហ្នឹងខ្ញុំជឿខ្លាំងហ្មង
អារឿងដូចថាយើងទៅមិនបាយគូស្នេហ៍គេអញ្ចឹងណាអាហ្នឹងខ្ញុំនិយាយឧទាហរណ៍ឯងដូចគ្រួសារមួយអត់ពេញចិត្តកូនហ្នឹងឯងតែយើងទៅចូលរួមបែកស្មើនឹងយើងដូចដាក់បាបឲ្យខ្លួនឯងអញ្ចឹង យល់ ចាអារឿងសម្លាប់សត្វពីរក៏អញ្ចឹងដែរខ្ញុំជឿខ្លាំងហ្មងខ្ញុំនិយាយមករឿងបុណ្យបាបហ្នឹងគឺខ្ញុំជឿមែនតើឲ្យអមនុស្សអ្នកណាមិនជឿតែខ្ញុំជឿហើយបុណ្យជាមួយម៉ែឪមួយទៀត បាទ ព្រោះខ្ញុំអត់ដែរភ្លេចប៉ាម៉ាក់ខ្ញុំទេធ្វើអីក៏ខ្ញុំអត់ដែរភ្លេចដែរ បាទ មុនតនេអញ្ចឹងខ្ញុំតែងថ្វាយអង្គមគាត់ដែរ បាទ ខ្ញុំអត់ដែរអៀនទេអត់ខ្មាស់ឲ្យមុខណាគេក៏ដោយ បាទ តែថ្វាយអង្គមក៏ខ្ញុំថ្វាយអង្គមដែរ នេះគឺជាការប្រតិបត្តិយ៉ាងល្អដែលសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចត្រង់ត្រាប់បានព្រោះដោយសារតែភាកច្រើនតែយើងធំឡើងយើងចេះតែអៀនខ្លួន ចា អត់ហ៊ានទេបាទអ្វីដែលពិសេសមួយទៀតដែលគាត់បានមានប្រសាសន៍ត្រង់ចំណុចទី1ការបំបីបំបាក់ឬក៏និយាយឲ្យស្ដាប់ទៅបងប្អូនទាំងអស់គ្នាត្រូវចាំថាជាគៀងផ្ទះណាភ្លឺផ្ទះហ្នឹងសូមមេត្តាកុំចេះដឹងរឿងគេកុំមានមតិលើរឿងគេ ចា បាទតែមានមតិលើរឿងគេនាំបាបដាក់ខ្លួនហើយអញ្ចឹងហ៎បង មែនហ្មងមែន អូខេ កុំបាច់និយាយរួមទៅជឿខ្ញុំមិនបាច់ដោះស្រាយទេរឿងគេទេ បាទ បេះដូងគេយើងកុំលុកដៃចូលសោះ អូខេ